លោកតាខ្ញុំឃើញព័ត៌មានគេចុះផ្សាយថាប្រេងចំនួន 20% នៅច្រក Hormuz តែ 20% សរុបតែហេតុអ្វីបានប៉ះពាល់ខ្លាំងម្លេះដល់ពិភពលោកចំណាយប្រេង 80% ទៀតមាននៅប្រទេសដែលអាចផលិតប្រេងខ្លួនឯងបានពិសេសនៅអាមេរិកចិនរុស្ស៊ីនៅក្នុងការចែកចាយប្រេងក្នុងពិភពលោកការបាត់បង់ប្រេង 20% គឺការបាត់បង់សមត្ថភាពផ្គត់ផ្គង់ 20% ការបាត់បង់ 20% មានន័យថាមនុស្ស10នាក់ដែលត្រូវបានបាយមួយចានម្នាក់បាយមួយចានម្នាក់ស្មើនឹង10ចានដល់ពេលវាបាត់បង់បាយ2ចានការយកបាយ8ចានមកដាក់ចែកឲ្យគ្រប់10ចានសម្រាប់មនុស្ស10នាក់បរិភោគវាคล้ายទៅជាការដណ្ដើមគ្នាពីព្រោះមនុស្សម្នាក់មិនចង់ចែកទៅអ្នកណាទេព្រោះមួយចានហ្នឹងវាគ្រប់គ្រាន់សម្រាប់ខ្លួនដូច្នេះបើយើងនិយាយបាយ10ចានហើយវាបាត់បង់បាយ2ចានសម្រាប់មនុស្ស10នាក់វាត្រូវរំលែកបាយ8ចានឲ្យទៅជា10ចានការចែករំលែកនេះវាមានបញ្ហាចាយល់ទេវាមានបញ្ហាប្រេង 20% ដែលវាបាត់នៅក្នុងការផ្គត់ផ្គង់ទីផ្សារវាคล้ายទៅជាការប្រទៀងប្រទង់គ្នានៅក្នុងចំណោមអ្នកដែលធ្លាប់ទទួលប្រេង 80% អ្នកដែលទទួលការផ្គត់ផ្គង់ប្រេងពីច្រក Hormuz 20 ទៅ 25% ត្រូវងាកទៅទិញប្រេងពីប្រទេសដទៃដោយបច្ចុប្បន្នទិញនៅអាហ្វ្រិកមនុស្សអត់យកប្រេងពីច្រក Hormuz ទេដូច្នេះត្រូវទៅដណ្ដើមគ្នាទិញប្រេង Nigeria ធ្វើឲ្យប្រេងនៅ Nigeria ឡើងថ្លៃពីព្រោះដណ្ដើមទិញពីនោះនៅអាហ្វ្រិកណាប្រទេសជប៉ុនកូរ៉េខាងត្បូងចិនគឺជាប្រទេសបើរាប់ពីជើងមកវាមានជប៉ុនវាមានកូរ៉េខាងត្បូងកូរ៉េខាងជើងចិនវាមានតៃវ៉ាន់ហ្វីលីពីនវៀតណាមម៉ាឡេឥណ្ឌូនេប្រទេសមកជួរពីជើងមកទាំងអស់ហ្នឹងវាត្រូវការប្រេងពី Hormuz ដល់ពេលវាអត់ប្រេងពីច្រក Hormuz វាត្រូវងាកទៅទិញកន្លែងផ្សេងហើយទៅទិញកន្លែងផ្សេងហ្នឹងកន្លែងផ្សេងហ្នឹងគេចែកបាយទៅតាមចានរបស់គេដល់យើងទៅទិញគេណាវាឡើងថ្លៃពីព្រោះគេត្រូវពិបាកចែកមកឲ្យយើងដាក់បានទេចៅដូចបាយ10ចានអញ្ចឹងម្នាក់គេញ៉ាំមួយថ្ងៃមួយចានដើម្បីឆ្អែតរបស់គេដល់ពេលវាបាត់2ចានទៅនៅសល់8ចានហើយយក8ចានមកចែករំលែកឲ្យទៅជា10ចានវិញវាមានការដណ្ដើមគ្នាការចែកចាយប្រេងនៅពេលដែលវាបាត់លំហូរផ្គត់ផ្គង់20ទៅ 25% វាคล้ายទៅជាវិបត្តិនៅក្នុងការចែកចាយហ្នឹងមួយណាកូនណាមួយទៀតកុងត្រាប្រើប្រាស់នឹងវាជាប់ជំពាក់អស់ហើយដូចប្រទេសថៃសប្តាហ៍ថ្ងៃប្រឹងដឹកប្រេងចូលមិនមែនដើម្បីផ្គត់ផ្គង់ថៃទេគឺដើម្បីយកទៅសងគេនៅពេលដែលប្រេងបូមនៅជុំសមុទ្រថៃឡែនហើយនឹងប្រេងបូមនៅអាដាម៉ាន់យកមកចម្រាញ់ប្រើខ្លួនឯងដូចវៀតណាមជាប់កុងត្រាគេអស់អញ្ចឹងនិយាយឲ្យខ្លីថាការបាត់លំហូរផ្គត់ផ្គង់ 20% ទៅ 25% ជារឿងធំណានៅក្នុងពិភពលោកមិនមែនដូចចៅឯងឆ្ងល់តិចចឹងទេឥឡូវបាយម្នាក់មួយចានណាហើយវាបាត់បាយ2ចានហើយអ្នក10អ្នកហ្នឹងវាបាត់បាយអញ្ចឹងអ្នកដែលផ្គត់ផ្គង់ហ្នឹងថាមានតែ8ចានទេត្រូវស៊ី10អ្នកហើយមនុស្ស10អ្នកហ្នឹងវាឆ្លោះគ្នាដណ្ដើមបាយគ្នាប្រពន្ធវាស៊ីមិនគ្រប់ដាក់បានទេអាហ្នឹងបាយ10ចានវាបាត់2ចានទៅវានៅសល់8ចាន8ចានត្រូវចែកគ្នា10អ្នកវាកើតបញ្ហាខ្ញុំមិនដឹងថាខ្ញុំអាចបញ្យល់ចៅឲ្យយល់បានឬមិនបានទេណាបញ្ហានេះធ្ងន់ណាស់ណាលំហូរ 20% នៃពិភពលោកស្មើប្រមាណលានធុងបើគិតទៅស្មើប្រមាណលានលីត្រដូចឧទាហរណ៍នៅប្រទេសថៃការ៉ាសាំងខ្លះអត់មានសាំងលក់ទេមកពីការចែកចាយដូចជានៅក្នុងប្រទេសកម្ពុជាការ៉ាសាំងខ្លះបាត់មកពីការចែកចាយកន្លែងលក់ហ្គាសវាបាត់មកពីការចែកចាយសូគីមិចប្រាប់ថាអស់មកពីការទៅទិញយកមកអត់បាននេះគឺជាការចែកចាយនោះវាមានបញ្ហាតាក់ទងដូចឧទាហរណ៍ថាស្រូវមិនបានស្រូវលក់ថោកអង្គរនៅតែថ្លៃហ្នឹងជាចម្ងល់មួយថាស្រូវលក់ថោកស្រាប់តែអង្គរគេលក់បានថ្លៃអាហ្នឹងគឺតាក់ទងនឹងការផលិតការកែច្នៃឲ្យទៅជាអង្គរហើយនឹងការចែកចាយទាំងផ្លូវដើរផ្លូវដឹកមានណាគេហាមតែអ្នកលក់នឹងអត់ទៅរកទីផ្សារបាននេះគឺជាបញ្ហាតាក់ទងនឹងការចែកចាយ
ចែកចាយនេះមានពីរយ៉ាងអាមួយចែកចាយឲ្យគេទិញអាមួយទៀតចែកចាយតាមផ្លូវលក់ធ្វើស្រែនៅបៃលិនបានស្រូវនៅបៃលិនស្រូវបៃលិនស្រូវបាត់ដំបងមានប៉ុន្តែត្រូវលក់ឲ្យទៅថៃឬក៏ត្រូវលក់ឲ្យឈ្មួញដែលដឹកទៅវៀតណាមអញ្ចឹងឈ្មួញដែលធ្វើដំណើរពីវៀតណាមមកទិញស្រូវនៅបាត់ដំបងឲ្យតម្លៃស្រូវបាត់ដំបងថោកដោយគេកាត់ដឹកជញ្ជូនគេកាត់ការកែច្នៃអីចឹងគេឲ្យថោកតែដល់អង្គគេយកមកលក់វិញគេលក់ថ្លៃពេលព្រោះគេទិញស្រូវគេត្រូវទៅសម្ងួតគេត្រូវមុនដំបូងគេដឹកជញ្ជូនឲ្យគេសម្ងួតឲ្យគេកែច្នៃគេថែមវីតាមីនគេច្រោះបាវគេផ្សាយគេចែកចាយគេត្រូវលក់តែទៅក្រៅគេត្រូវចែកចាយទៅក្នុងទីផ្សាររបស់គេតាមពាណិជ្ជកម្មបើគេទិញ$1ដល់ស្រូវហ្នឹងវាទៅដល់ជាអង្គគេត្រូវលក់ឲ្យបាន1ជា2 100ទល់100មានន័យថាបើគេទិញស្រូវ$1ហើយគេកិនអង្គបានអង្គដែលគេត្រូវលក់ហ្នឹងចុងក្រោយបំផុតហ្នឹងគេលក់ចាញ់ជាដុំហ្នឹងវាត្រូវ$2ហើយអ្នកដែលយកមកចែកចាយហ្នឹងត្រូវលក់ឲ្យបាន$4សួរថាម៉េចក៏ទាញយកចំណេញច្រើនម្ល៉េះមិនមែនទេអាការចំណេញ 100% ហ្នឹងគឺជាការចំណេញពាណិជ្ជកម្មដែលគេយកមកគ្រប់គ្រងចំណាយឧទាហរណ៍ខ្ញុំទិញ telephone មួយតម្លៃ$10ខ្ញុំទិញចូល$1 $10ខ្ញុំត្រូវលក់$1 $20មិនមែនលក់$1 $12 $13 $14ត្រូវលក់$1 $20សួរថាម៉េចក៏យ៉ាងហ្នឹងខ្ញុំសុំប្រាប់បើខ្ញុំទិញចូល telephone មួយ$10ហើយខ្ញុំអត់លក់$1 $20ទេខ្ញុំអាចខាតបានទេខាតខ្ញុំត្រូវកាត់ថ្លៃ$20ហើយអ្នកដែលទិញ telephone ខ្ញុំលើកដុំទៅ$20ត្រូវលក់$40គឺគុណទៅ100នេះគឺជាដំណើរពាណិជ្ជកម្មគឺអញ្ចឹងដល់អ្នកលក់រាយគេចង់លក់ឆាប់គេលក់$43 $45ដើម្បីយកចំណេញតែអ្នកដែលខំប្រឹងទៅស្កាត់យក telephone ហ្នឹងមកចែកចាយក្នុងតំបន់ត្រូវតែលក់1ជា2អ្នកដែលយក iPhone ចូលមកចែកចាយបើគ្មានកុងត្រាត្រឹមត្រូវទេត្រូវលក់ telephone ហ្នឹង1ជា2មកគុណនឹង100ស្អីក៏គុណនឹង100ដែរដល់ពេលលក់មិនដាច់ចុះថ្លៃគេចុះទោះបីដូចនៅអាមេរិកគេថាsale 60% មែនទេ sale 60% គឺគេចំណេញបាន 40% sale 20% គេចំណេញបាន 80% គេអត់ដែលកាត់តម្លៃ sale រហូតដល់បាតដីទេពីព្រោះគេខាតថ្លៃឈ្នួលថ្លៃអគ្គិសនីថ្លៃដឹកជញ្ជូនថ្លៃស្តុកថ្លៃធ្វើបញ្ជីថ្លៃកម្មករបុគ្គលិកវាជា cost វាជារបស់បញ្ចូលអញ្ចឹងហើយបានអង្គវាថ្លៃជាងស្រូវពីព្រោះរបស់ឲ្យទៅដល់កែច្នៃវាថ្លៃជាងមិនមែនយើងយកអង្គ1គីឡូ1000រៀលយកទៅកិនអង្គយកស្រូវ1គីឡូ1000រៀលទៅកិនអង្គឲ្យលក់យកចំណេញ1រៀល2រៀលណាអត់ទេនៅក្នុងពាណិជ្ជកម្មតែធ្វើអញ្ចឹងខាតដែរត្រូវលក់ 100% លក់រាយអាហ្នឹងយើងចំណេញ1កាក់2កាក់3កាក់ប៉ុន្តែការដែលគេបោះដុំដែលគេទាញយកផលយកមកចែកហ្នឹងគេត្រូវគិត profit របស់គេដើម្បី cover cost ហ្នឹងអាតម្លៃដែលគេលក់ចាញ់នៅក្នុង distribution ត្រូវ cover by 100% 100% និយាយមិនគួរជឿទេណាតែពាណិជ្ជកម្មបើសិនជាខ្ញុំទៅលើកស្រូវអង្គគេយកមកហើយខ្ញុំកែច្នៃទៅខ្ញុំយកចំណេញតែ20អីហ្នឹងតែបែរខាតនៅពេលដែលទីផ្សារផ្លាស់ប្ដូរខ្ញុំខាតផ្លាស់ប្ដូរយ៉ាងម៉េចខ្ញុំកិនជាអង្គខ្ញុំត្រូវបង់ថ្លៃកម្មករខ្ញុំត្រូវបង់ថ្លៃឃ្លាំងខ្ញុំត្រូវបង់ថ្លៃខាតខ្ញុំត្រូវបង់ថ្លៃជូនបង់ថ្លៃអីសោកគ្រប់ប្រេងអីសោកគ្រប់អញ្ចឹងបើខ្ញុំមិនឲ្យតម្លៃ 100% ទេខ្ញុំអត់ចំណេញទេនិយាយមិនជឿទេនៅក្នុងពាណិជ្ជកម្មមិនជឿថាទិញ1លក់ទិញ$1លក់$2ទេនឹកឃើញថាទិញ$1ហ្នឹងលក់$1 2កាក់អីហ្នឹងល្មមហើយក៏គេយកចំណេញមែនអត់ទេ 100% ណារបស់ដែលលំបាកលក់អាហ្នឹងគេទិញយកមកគេកាត់ថ្លៃ 150% សួរថាម៉េចរបស់លំបាកលក់កាត់ថ្លៃចំណេញ 150% ពីព្រោះវានៅយូរវាអង្គុយនៅក្នុងឃ្លាំងយូរវាអស់ថ្លៃឃ្លាំងវាអស់ថ្លៃភ្លើងវាអស់ថ្លៃទឹកវាអស់ថ្លៃទីធ្លាយើងអត់ដែលគិតអញ្ចឹងទេយើងគិតថាទិញមកលក់ទិញ$1លក់$1 2កាក់បានហើយចំណេញអាហ្នឹងលក់រាយតូចគេគិតអញ្ចឹងតែបើលក់ធំគិតថ្លៃ100ទៅជា200ទៅជា300ហើយដល់ពេលគេប្រកាសថាលក់ថោកណាបើគេដាក់ថា discount 40% អាហ្នឹងគេចំណេញ60 discount 20គេចំណេញ80បានគេទប់កើតពាណិជ្ជកម្មអញ្ចឹងដូច្នេះនៅពេលដែលគេចែកកុងត្រាប្រេងយើងគេត្រូវលក់ថ្លៃណាចាឯងនឹកឃើញថាបាយ10ចានមួយចានម្នាក់ឲ្យដល់នៅសល់8ចានចាឯងគិតថាអ្នក8នាក់ហ្នឹងគេព្រមចែកបាយហ្នឹងឲ្យទៅជា10ចានឲ្យចាឯងស៊ីផងវាឡើងថ្លៃណាចាមិនមែនដូចចាឯងគិតថា 80% មិនក៏ 20% ថ្លៃម្ល៉េះ 20% ធំណា
ធំណាដូចឥឡូវហ្នឹងជីដាក់ស្រែអ្នកណាក៏ដឹងដែរវៀតណាមធ្វើជីថៃធ្វើជីហើយចុះមិនបានជាច្រកអម៉ូហ្នឹងធ្វើឲ្យជីថ្លៃហើយខ្វះខាតណាមិនបានសង្គ្រាមនៅយូក្រែនធ្វើឲ្យខ្វះនំប៉័ងខ្វះម្សៅដុតនំប៉័ងនេះគឺជាតំណែងតំណងពិភពលោកអញ្ចឹងហើយបាននៅក្នុងសម័យប៉ុលពតណាធ្វើស្រែអូយធ្វើទៅដល់ខែភាសាស៊ីបខ្លះស៊ីទាំងក្តៅចែកទៀតព្រោះការចែកចាយនៅក្នុងសម័យខ្មែរក្រហមវារអាក់រអួលដល់វារអាក់រអួលវាខ្វះស្បៀងណាហើយចុះនៅប្រទេសណៃជីរីដែលជាប្រទេសប្រេងស្រាប់តែប្រជាជនប្រេងថោកប៉ុន្តែខ្វះប្រេងចាក់ឆ្ងល់ទេណៃជីរីគឺជាស្ដេចប្រេងហើយរដ្ឋកំណត់ថ្លៃប្រេងថោកបច្ចុប្បន្នប្រេងស្មើនឹង90សេនមួយលីត្រតែប្រេងខ្វះហើយដូចម្ដេចបានប្រេងខ្វះនៅប្រទេសណៃជីរីគឺស្ដេចប្រេងហើយលក់ប្រេងទៅបរទេសទៀតហើយរដ្ឋសន្យាថាតម្លៃប្រេង1លីត្រថោកជាងគេប៉ុន្តែខ្វះប្រេងហ្នឹងហើយការចាត់ចែងផ្នែកផ្គត់ផ្គង់ការចាត់ចែងផ្នែកលក់ដូរគឺវាចឹងសម័យប៉ុលពតមនុស្សស៊ីបបរច្រើនជាងបានស្បាយស៊ីប្រជាជនមិនសឹងតែ 95% ធ្វើតែស្រែទេខ្ញុំមិនបានស៊ីបបរខ្សែការចាត់ចែងការចែកចាយណាជួនកាលទៅរៀនសាលាហើយនឹងក៏មិនយល់ដែរទៅរៀនសាលាហើយហ្នឹងណាសាលាប្រាប់អញ្ចឹងប៉ុន្តែប្រឡងជាប់ហើយក៏អត់ទាន់យល់ដែរទៅរៀនសាលាសេដ្ឋកិច្ចហើយហ្នឹងណាចប់4ឆ្នាំហើយបានបរិញ្ញាហើយហ្នឹងក៏មិនទាន់យល់ដែរបើតតែគិតតតែប្រឡូកតតែទៅដល់ការអនុវត្តទៅយល់ដូច្នេះតានិយាយបញ្យល់ចៅហ្នឹងក៏ចៅនៅតែមិនយល់ប៉ុន្តែគាត់ថានិយាយទៅឲ្យចៅដឹងថាមិនមែនដូចចៅគិតថាហីបើអត់ 20% តិចមិនមែនតិចទេធំណាអូខេអានឹងអញ្ចឹងហេតុអ្វីយើងមិនអាចបដូរគោលនយោបាយពីចិនទៅអាមេរិកមកពីភូមិសាស្ត្រនយោបាយដែលថាចិនជាបងធំការផ្លាស់ប្ដូរនយោបាយរបស់ប្រទេសវាអាស្រ័យទៅលើមេដឹកនាំមនុស្សដូចហ៊ុនសែនគាត់ជាកុម្មុយនីសគាត់អត់មានជំនឿលើនយោបាយអាមេរិកទេហើយបើតាមតានិយាយត្រង់កម្ពុជាមិនអាចតាក់ទងអាមេរិកបានទេកម្ពុជាគឺជាប្រទេសដែលអត់ឆ្លាតមេដឹកនាំពុកអលួយហើយយឺតបើមកតាក់ទងអាមេរិកក៏កម្ពុជាអត់ចម្រើនដែរឧទាហរណ៍ថាឥឡូវហ្នឹងមកតាក់ទងអាមេរិកក៏កម្ពុជានៅតែអត់ចម្រើនដែរពីព្រោះកម្ពុជាមានមេដឹកនាំស្ទក់ហើយពុកអលួយណាប្រជាជនខ្មែរមានសតិអារម្មណ៍ជាអ្នកសំទែនគេអត់ទេអ្នកដែលតាក់ទងអាមេរិកបានតលតែអ្នករបៀបកូរ៉េខាងត្បូងរបៀបជប៉ុនរបៀបតៃវ៉ាន់សូម្បីតែប្រទេសថៃក៏អត់ចូលចិត្តអាមេរិកដែរព្រោះថៃប្រជាជនថៃឆ្លាតវៃហើយខំប្រឹងប្រែងប៉ុន្តែនៅតែមួកប្រជាជនថៃមួយចំនួននៅសំទែនគេប្រជាជនថៃមួយចំនួនដែលជឿពុទ្ធសាសនានៅតែមួកអ្នកនយោបាយថៃនៅពុកលួយអញ្ចឹងដល់ពេលមកតាក់ទងអាមេរិកដើរអត់តនេះឧទាហរណ៍មាននាងមួយដែលធ្វើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាងហ្នឹងលឿនណា she's very smart very fast ប៉ុន្តែអនុទិនអីមិនមែនលឿនដូចនាងហ្នឹងទេណាសៃហស័កអីមិនមែនលឿនដូចនាងហ្នឹងទេអញ្ចឹងពេលនាងហ្នឹងធ្វើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាងហ្នឹង she's a brilliant woman very strong very fast ណា very smart ប៉ុន្តែ she cannot do it ពីព្រោះគណៈរដ្ឋមន្ត្រីហ្នឹងវាមើកអាហ្នឹងអញ្ចឹងអាមេរិកកាំងមិនកម្ពុជាគ្មានផ្លូវមកតាក់ទងអាមេរិកបានទេរាប់អានតិចតួចបានព្រោះមេដឹកនាំយើងស្ទក់យឺតប្រជាជនយើងចង់លើកដៃសុំទានគេចង់អោបជើងគេអត់ទេទោះបីល្អកល្អឿនជាមួយអាមេរិកក៏កម្ពុជានៅតែវេទនានៅតែអយុត្តិធម៌នៅតែយ៉ាប់ពីព្រោះប្រជាជនខ្មែរអត់មានសតិអារម្មណ៍រឹងប៉ឹងក្នុងការស្វិតស្វាញក្នុងជីវិតទេប្រជាជនខ្មែរមួយចំនួនចង់តែលាដៃសុំទានគេណាវាតលតែប្រជាជនខ្មែរមានសតិអារម្មណ៍ដូចកូរ៉េខាងត្បូងដូចជប៉ុនដូចតៃវ៉ាន់អាហ្នឹងបានខ្សែគប់ជាមួយអាមេរិកបានតែបើប្រជាជនដូចខ្មែរនៅមានសតិអារម្មណ៍ដូចថៃដូចឡាវអត់ទេណាប្រជាជនវៀតណាមក្រីក្រប៉ុន្តែគេអត់លើកដៃសុំទានគេទេហើយរដ្ឋាភិបាលវៀតណាមគេចេះដើរសុំទានប៉ុន្តែគេមិនបង្ហាញចរិតសុំទានទេយើងធ្លាប់ហៅយួនអាកតបពិតមែនយួនលៀកពាក់អត់សូវស្អាតទេប៉ុន្តែយួនទោះបីសុំទានគេក៏ដោយក៏យួនមិនបំពាក់ស្មារតីថាជាអ្នកសុំទានដែរប្រជាជនវៀតណាមមិនដែលបំពាក់ស្មារតីថាជាមនុស្សចាំយកអំណោយទេប្រជាជនវៀតណាមជាមនុស្សនៅក្នុងកុម្មុយនីសតែអត់មានសតិអារម្មណ៍ជាអ្នកសុំទានទេខ្មែរមានសតិអារម្មណ៍ជាអ្នកសុំទានគេពីព្រោះឲ្យតែនិយាយឡើងគឺពឹងគេមកហើយបើពឹងគេបានបើមិនបានជេរគេសតិអារម្មណ៍នេះតើតែផ្លាស់ប្ដូរបានរស់បានមានខ្លះមកជេរខ្ញុំថាចុយម៉ាយនឹងចូលចិត្តតិចបង្អាប់តែខ្មែរមើលងាយខ្មែរ
វាថាខ្ញុំនឹងមើលងាយខ្មែរហើយចុះបើកំណើតអញខ្មែរអញមើលងាយអូគេកាប់អីអាភ្លើអញដាស់ខ្មែរឲ្យងើបឡើងតើអញមានមើលងាយណាអញប្រាប់ថាល្ងងនឹងចង់ឲ្យចេះអញប្រាប់ថាវាមិនខ្មេះនឹងចង់ឲ្យឆ្លាតវាប្រាប់ថាអញប្រាប់ថាឆ្អាតនឹងចង់ឲ្យតែមុជទឹកអញមានមើលងាយណាបើអញកើតមកខ្មែរដែរនោះអញជាខ្មែរអញមើលងាយខ្មែរអាម៉េចប៉ុន្តែវាអត់ព្រមងើបវាជេរយើងទៅវាថាយើងហ្នឹងនេះហើយវាថាបើនៅចិត្តវាសម្លាប់យើងចោលព្រោះយើងក្បត់ជាតិសតិអារម្មណ៍របស់ប្រជាជនអញ្ចឹងយើងទៅអត់រួចទេណាចៅណាអែមសូជាការផ្លាស់ប្ដូរនយោបាយបានប៉ុន្តែបើសិនជាក្មួយឯងមិនព្រមកែសតិអារម្មណ៍ទេទោះបីអាមេរិកកាំងក៏ដោយក៏នៅតែវេទនាអញ្ចឹងនេះជាការពិតហើយបើសិនជាមិនដូរមកអាមេរិកទេឲ្យតែស្វាស់ឲ្យតែកែសតិអារម្មណ៍ក៏វាខ្លាំងដែរហើយនៅពេលហ្នឹងមិនបាច់ចាំងាកមកអាមេរិកទេអាមេរិកទៅតាក់តងតែម្ដងតែបើនៅក្នុងចរិតសំទានគេចរិតខ្ជិលចរិតតមួកចរិតមយាចរិត fake ចរិតជោអាមេរិកវាអត់មកតាក់តងទេកូនណាអាហ្នឹងអញ្ចឹងលោកតាអៃរ៉ុនមានចវាយនៅពីលើដូចអាមេរិកដែរទេមានគេមានបពួកគេអញ្ចឹងមិនអត់ទេណាកូនហេងហងសុផាណាលោកតាជួយបញ្យល់បន្តិចបានទេថាតើនយោបាយខ្មែរនិងសៀមអាចដោះស្រាយបានដោយរបៀបណាទាហានថៃអត់ចូលចិត្តហ៊ុនសែនទេនិយាយឲ្យចំទាហានថៃស្អប់ហ៊ុនសែនហើយការស្អប់ហ៊ុនសែននេះរៀលដាលដល់ស្អប់ហ៊ុនម៉ាណែតទាហានថៃពីមួយថ្ងៃទៅមួយថ្ងៃខំប្រឹងធ្វើម៉េចឲ្យប្រជាជនថៃស្អប់ខ្មែរហ្មងពីព្រោះទាហានថៃវាស្អប់ហ៊ុនសែនទាហានថៃវាចាត់ទុកថាហ៊ុនសែននឹងគឺជាចោរវាអត់ចូលចិត្តហ៊ុនសែនណារៀលដាលដល់ហ៊ុនម៉ាណែតនេះបានទៅជាបញ្ហាដល់សប្តាហ៍បញ្ហាសប្តាហ៍នេះមិនងាយដោះទេកូនមិនងាយដោះស្រាយទេពីព្រោះអាទាហានថៃវាស្អប់ហ៊ុនសែនស្អប់យកមែនតើហ្មងវាធ្លាប់រកស៊ីជាមួយហ៊ុនសែនប៉ុន្តែមិនដឹងយ៉ាងម៉េចតែវាស្អប់ហ៊ុនសែនហើយសប្តាហ៍នេះវាខំប្រឹងធ្វើម៉េចឲ្យប្រជាជនថៃស្អប់ហ៊ុនសែនចៅឯងទៅមើលចុះនៅក្នុងប្រព័ន្ធវាធ្វើរូបហ៊ុនសែនជាមនុស្សព្រៃវាយកទាំងប្រពន្ធហ៊ុនសែនវាយកទាំងកូនហ៊ុនសែនទៅកែក្រឡៃរូប AI រហូតដល់វាធ្វើហ៊ុនសែនហាមាត់ជាប្រពន្ធសម្រាប់គេបាញ់នោមដាក់ទៀតវាស្អប់ណាស់មិនដឹងយ៉ាងម៉េចទេតែវាស្អប់ហ៊ុនសែនខ្លាំងមែនទែនដល់វាស្អប់ហ៊ុនសែនខ្លាំងមែនទែនប្រទេសយើងវាជាប់បញ្ហាហ្នឹងពិបាកដោះស្រាយសប្តាហ៍នេះនយោបាយដែលហ៊ុនសែនដើរទោះបីប្រឹងដើរយ៉ាងណាក៏ដោយក៏រកផ្លូវចាញ់អត់រួចទេប្រហែលជាមានដំណោះស្រាយតែមួយទេគឺហ៊ុនសែន reach out ទៅថៃហ្មង reach out មានន័យថាម៉េចគឺហ៊ុនសែនខ្លួនឯងនឹងតាក់ទងទៅប្រទេសថៃហ្មងតាក់ទងទៅប្រទេសថៃហ៊ុនសែនឲ្យទេបាញ់តាក់ទងតែប្រទេសថៃវាអត់ទទួលស្គាល់វាថាកុំឲ្យទេបាញ់មកតាក់ទងអញបើចង់តាក់ទងអញឲ្យហ៊ុនសែនមកតាក់ទងអញមកនិយាយគ្នាមួយអញហ្មងណាហើយចំណាយហ៊ុនម៉ាណែតប្រទេសថៃវាថាហែងកូនក្មេងឲ្យហែងមកជួបអញតាមខ្ញុំមើលទៅថៃវាថាបើហ៊ុនសែនចង់ដោះស្រាយជួបវាផ្ទាល់រីកឲ្យមានន័យថាឈោងដៃទៅតាក់ទងមួយវាជាមួយទៅតាក់ទងមួយវាចង់ឲ្យហ៊ុនសែននិយាយប្រាប់វាថាទទួលស្គាល់តែចាញ់ត្រូវការសេចក្តីសុខដោះស្រាយមួយគ្នាតកខកខងហ្នឹងប្រទេសថៃវាដល់ចំណុចហ្នឹងមិនដឹងជាមកពីអីទេតែវាចងសំអប់ជាមួយហ៊ុនសែនអញ្ចឹងដល់អញ្ចឹងទៅប្រទេសយើងកាំងស្ដោកតើរួចទេកាំងស្ដោកណាអានេះខ្ញុំនិយាយតាមខ្ញុំមើលឃើញណាខ្ញុំមិនមែនស្អប់ហ៊ុនសែនទេខ្ញុំស្រឡាញ់ហ៊ុនសែនប៉ុន្តែថៃវាស្អប់ហ៊ុនសែនណាលោកតាតើប្រេងដែលនៅលើដីក្នុងសមុទ្រខុសគ្នាយ៉ាងណាដូចតែគ្នាគ្រាន់តែប្រេងវាចែកជាពីរប្រេងជូរហើយនិងប្រេងផ្អែមប្រភេទប្រេងផ្អែមវាមានប្រយោជន៍ក្នុងការចម្រាញ់ជាងប្រេងជូរតែប៉ុណ្្នឹងត្រឹមត្រូវហើយឈឹមមេរ៉ាឡាវ៉ាត្រឹមត្រូវសុភ័ក្រលោកតាបើវាយមួយស្មើអ៊ីស្រាអែលដាក់តបជើងគោកចូលដីអ៊ីរ៉ង់ចៅចូលចិត្តអបមាវារបស់ដែលអបមាអត់ប្រយោជន៍ទេចឹងពេលបើចៅអីណាវាយមួយស្មើពងក្តោយទេដូចឧទាហរណ៍ខ្មែរថាបើសិនជាអញមានរបស់របរដូចថៃវាយមួយស្មើអញមិនចាញ់ទេពងក្តោនិយាយដូចពងក្តោអាមេរិកកាំងបើដាក់តបវាយទាហានទល់ទាហានជាមួយអ៊ីរ៉ង់អត់ឈ្នះអ៊ីរ៉ង់ទេពងក្តោនៅក្នុងសង្គ្រាមការឈ្នះនឹងចាញ់គឺយុទ្ធសាស្ត្រការរៀបចំកម្លាំងបច្ចេកទេសសព្វាវុធគេមិនមែនមកដាល់គ្នាណាអ៊ីរ៉ង់មិនមែនឡើងរិញដាល់ជាមួយអាមេរិកណាហើយខ្មែរក៏មិនមែនឡើងរិញដាល់ជាមួយថៃដែរហើយចៅឯងចង់ឲ្យអ៊ីស្រាអែលអីមួយទល់មួយអីពងក្តោគំនិតចៅឯងគំនិតពងក្តោគំនិតអត់បានការ
Việt Nam miền Nam mùi tôl mùi mấy cái váy cái từ sừng kiếm cái tới cá bưng vô tới sát cái tới cá lập bạch cái tới cá nយោmáy cái tới cá sập bia vút cái tới cá phải chạy cá bị chia cái tập lơ váy tôl mùi mấy được này công dốt nó khmênh đã khmênh nhỉ nơi bà thăm sắp xa ngại nha công tầm miền kia chở nên bà san chỉ mùi tôl mùi anh xin hại nó sầm đây khmênh chụp vô món này gì dương mình nuôi thôm hái công dây biệt nào ọt miền váy mùi mà gần đuôi vậy thế tại cái váy cái miền phải chạy cái tê cái váy ba American từ váy Iron đòi mình pra thể hiện ốc bà ma thay cái miền drone rồi có miền robot từ váy hai về ai váy ban cái ọt phải chun thể hiện cái ao từ ngọt thế mấy đôi thôn sen phải chun thể hiện cái con từ váy ao xìm bọc thế đáp án đấy sân cream cái miền kịch đôi chợ anh không anh biếm tay anh môi cho môi mà tao anh thế này ngay nè đặt ai để cái ọt bên tự ca nông thế chẳng còn vô là biết không anh biếm tay một cách chợ ao thum lang sao mấy giờ lớn á bao kỳ thưa ai con nó trao ní cái mình chia AI rồi thưa bán á cái ấp trăm bạch cu về tê bà xanh chạy cu đáy ảnh chẳng anh cái cu đáy cái bọc bùm thưa đấy đôi cao này chẳng AI thưa bắt thưa bán đôi nhóm nhầm AI thưa áo biết thưa bán chẳng biết tay ca tập mùi nét tì để mà khi ông coi thưa về tay pram tập đọc nét tì đáp to này nhưng chẳng anh có bao vô rừng mình biếm tay mùi to mùi cái đặt ai vô mà vậy riêng chặt là sừng cung sọc ngay dương ca trên mình luôn á dương tới cái lấy mới trong vinh khuôn dương thật ra miền opco ấy để dương ai thua khuôn dương bạc cài và tóm một tiết tái khu các ba dương ai chặt tranh opco nước bạn ấy bởi dương chặt tranh opco nước bạn hay thua ở khuôn dương cho bạn miền này là you number one đôi nó nông sụp hơi ở bục nẹt miền ở bục nẹt cỏ rich dad poor dad robot lô Robert Kiyosaki quát này dây nó nông sụp hơi quát cái giấy nhầm chấm quát này dây bị phù mũi các bạn tật miền mình nuôi mình nè rệt tật lụa hay mình nuôi mình nè tiết coi ấp thứ ấy đây kịch mà tu nó tới đây mình nuôi nó kề rệt tật lụa quát có chập đám thưa rồi té hay có ô tật mà lụa ô mà đó đọc ẩm rệt nè để không rệt tật lụa nó lụa tầm lấy muối ẩm rệt $5 nhầm ốp mà đấy nhầm mình chạm riêng này cho bác đây đó quát thưa rồi té còn ô mà đó đọc ẩm rệt còn lụa tại $5 còn lụa tại $4 đây nè đây cái trong ngót quát lụa tật bàn lươn chiến đó nè lụa tật nè rây tật nó chạy thưa được tay lụa quạt bàn lưới quạt đặt từ vô bồn tật nắng dốc mà chạy tam tè lươn chiêng từ đòn tật bị sưng từ lề mà bởi cái chết chặt chạy ông bà co cái nhá hay kia bà cài hay dương một chỗ ấy anh môi tôi môi ấy sầm đấy plơ đấy sầm đấy mình thấy là ngon đấy anh hai cái đầu vai cho môi anh chẳng hai chào anh từ riêng kích ông pika dốc cô ba là bao dương từ chặt chạy ông bà co bởi dương dốt của các ba dương tại chặt chạy opco bán hay opco nó thua ở dương bán chùm ra anh dương number one mình men vô cầm lăng dương tại pra tầng tê men đấy ở tiếc họ được Donald Trump sau ngày dương ở đang là quát cái ấy nhóm hai tha quát ở dụ 7 năm châu út tuần thái sắp tại Donald Trump mình men châu út tập đấy nhưng vô chne Iron bán sừng kiếm ở chne đấy robot Iron ở đây tuần thái cái prom prieng vô prey Iron pra bán sầm bọ khang cái Iron sao này ra tham mình chụp lanh nuclear chúng các Iron bạn miền nuclear để vay về trời tầm rải Iron miền ta uraniumประมาณ ហ្នឹង តាមពិតវាមានតនបានធ្វើក្របបែកឯណារឿងថាវាធ្វើក្របបែកបានហ្នឹងជារឿងឃោសនាវាយអាហ្នឹងចុយមកដោយវាយអ៊ីរ៉ាក់អញ្ចឹងថាអ៊ីរ៉ាក់មាន nuclear វាមាន nuclear កណ្ដួយអីវាយអាហ្នឹងឡើងតិចទៅយន្តដងប្រេងវាចុះបើសិនជាអាត្រាំវាវាយអា Iron ហ្នឹងអត់ដួលទេវាយឡើងពួកសាច់ចាត់ទៅឲ្យអា Iron ហ្នឹងរស់អត់ដែរឲ្យរស់អត់ដែរប៉ុន្តែវាយឡើងពួកសាច់Iron ក៏វាព្រមឲ្យចែកប្រេងណាចែកប្រេងឧបមាថាក្រុមហ្នឹងវាត្រូវគ្នាជាមួយនឹង Iron ថាអូខេឥឡូវឯងអញឲ្យឯងមានមុខមាត់ប៉ុន្តែឯងត្រូវឲ្យប្រេងអញណាបើមិនឲ្យប្រេងអញវាយឯងទៀតណាទោះបីឯងរស់ក៏ដោយអញវាយឯងខ្ចាយចេញពីដីអេរ៉ង់ឯងទៅតាមភ្នំណាឯងទៅដេកតាមភ្នំតាមរុនណាប៉ុន្តែអញវាយឯងអត់ឲ្យនៅក្រុងបានអញតម្លាក់ឲ្យតិចហើយធ្វើអាចអីអញតែបើឯងព្រមអញឲ្យឯងរស់ហើយឯងអាចអួតថាឯងឈ្នះអញបានប៉ុន្តែឯងឲ្យប្រេងអញឲ្យប្រេងអញប្រេងដែលដឹកចាញ់ឯងគិតលុយឲ្យអញហើយអញបើកឲ្យឯងរស់ស៊ីមួយអញហើយដល់ពេលឯងរស់ស៊ីបានទុកលុយនៅស្រុកអញដូចអាប្រទេស6 GCC ហើយឯងអួតអីអួតទៅថ្ងៃក្រោយឯងចង់ធ្វើមេអារ៉ាប់អីអញចាំអញជួយប៉ុន្តែឥឡូវនេះឯងត្រូវតែយកលុយមកទុកស្រុកអញហើយអញហ្នឹងធ្វើនៅស្ងៀមហើយឯងហ្នឹងអួតឯងឈ្នះអញទៅបើអាត្រំវា make a deal នឹងបានអាហ្នឹងអាត្រំវាប្រកែពិភពលោកហ្នឹងអាត្រំអន់វាយ Iron អត់បានប៉ុន្តែមិនត្រឹមតែនេះទេ
អាចមានកិច្ចព្រមព្រៀងមួយដែលដោះលែង Iran ចេញពីទណ្ឌកម្មនៅពេល Iran ព្រមលក់ប្រេងឲ្យលុយអាមេរិកខ្លះហើយនៅពេល Iran មានលុយ Iran យកលុយមកទុកនៅអាមេរិកយូរទៅរបបអាយ៉ាតូឡាហ្នឹងខ្លាយទៅជារបបមួយដែលរកស៊ីជាមួយអាមេរិកបាននេះគំនិតអាត្រាំបើវាអាចចាញ់អញ្ចឹងវាឈ្នះតែបើមិនចាញ់វាចាញ់បើវាចាញ់ប្រជាជនអាមេរិកអត់គ្រប់គ្រងវាអាគណៈបក្សសាធារណរដ្ឋបោះឆ្នោតឆ្នាំ2029ចាញ់គេដល់ដែរណាអញ្ចឹងទោះបីតែវានឹងធ្វើរឹកដូចក្មេងអាយុ3ឆ្នាំមែនតែវាអាចកលិចព្រោះអាត្រាំកលិចណាមកជីវិតរកស៊ីវាមិនដែលរកស៊ីត្រង់ទេនៅក្នុងជីវិតរកស៊ីវាតាំងពីអចលនទ្រព្យរហូតដល់កាស៊ីណូអាត្រាំជាមនុស្សវាចកលិចគ្រាន់តែថាច្បាប់ចាប់វាមិនបានហ្នឹងនេះគេប្រឹងវាចុំទៅវាកិច្ចរួចណាមិនមែនវានឹងមនុស្សល្អហើយនេះទេមនុស្សវាមនុស្សល្អតែប៉ុន្តែវាឆ្លាតហើយនៅក្នុងប្រព័ន្ធនៃមនុស្សដែលឆ្លាតដោយអាត្រាំបើវាឆ្លាតបានគេចាត់ទុកថាវាលយវាល្អវាដោះស្រាយណាវាឡើងទៅប្រធានដីនេះបាក់ពួកវាកើបលុយដូចផ្ទះអញ្ចឹងបើវាដើមរាប់បាន100ដងនៅពេលវាឡើងប្រធានដីពួកបាក់ពួកវាឡើងរកស៊ីបាន1000ដងហើយអាយុវាប៉ុណ្ណឹងវាហ៊ានណាវាអត់ខ្លាចទេនេះហើយចិត្តវាខ្លាំងណាស់ហើយមនុស្សដែលចិត្តខ្លាំងណាស់បើវាបានជោគជ័យប្រជាជនអាមេរិកក៏ទទួលស្គាល់វាដែរតែបើវាមិនបានជោគជ័យទេខាតបង់ច្រើនក៏គេដកសេចក្តីទុកចិត្តពីវាអាហ្នឹងនៅក្នុងភាសាអង់គ្លេសហៅ gambling គឺជាល្បែងអំណាចយើងមិនមែនចេះថាអាត្រាំវាអន់ទេអាត្រាំវាអាចកលាច់យកឈ្នះបានណាពីព្រោះក្នុងឆាកជីវិតវាអាត្រាំជាមនុស្សម្នាក់អត់ត្រង់ទេអាត្រាំគឺជាសត្វអន្ទង់មួយដែលប្រកបទៅដោយល្បិចដោយសត្វអន្ទង់អញ្ចឹងមកជីវិតវាខ្ញុំស្គាល់វាតាំងពី80មកវាមិនមែនជាមនុស្សត្រង់ទេវាជាមនុស្សវាចដូចអន្ទង់អញ្ចឹងណាហើយនៅក្នុងប្រជាធិបតេយ្យគេអាចទទួលស្គាល់វាបើវាមិនធ្វើឲ្យប្រជាជនអាមេរិកខាតទេអ្នកបោះឆ្នោតឲ្យវាហើយបើវាអស់ទៅក៏វានៅមានអធិបុលវាជា power broker ដែលធ្វើឲ្យគណៈបក្សសាធារណរដ្ឋនឹងឈ្នះឬចាញ់ហើយយើងខ្មែរអត់ដឹងអីទេណាឃើញតែស្លៀកសពាក់សអីទាំងដើរចែកណៅអីនឹកគេល្អហើយដូចឧទាហរណ៍មានមួយនោះជំទាវទៅលេងប្តីឈ្មោះវាជំទាវដែលខ្ញុំនិយាយថាស្លៀកពាក់ដូចសំផឹងអញ្ចឹងទៅបីអាវខោតម្លៃ100,000ក៏ដូចសំផឹងដែរលហាចដូចសំផឹងអញ្ចឹងខ្លាយទៅឯណាជំទាវចិត្តធေါ်អីណាខ្មែរយើងចិត្តភ្លើអញ្ចឹងមាននឹងចិត្តធေါ်ស្អីវាហាច់នោះបើហៅវាដាក់ឈ្មោះជំទាវហាច់វាហាច់ហើយប្តីវានៅណែដើរសុចនឹងទៅវានៅបកាច់នៅស្រុកក្រៅនោះហើយលុយវាទៅធ្វើអីវាកាន់ business អីបានលុយបានមកពីតកូលវងតកូលរបស់វាវងតកូលរបស់វាតាក់ទងអំណាចណាហើយចេះមានអីណាទៅសំធ្វើនេះលោកជំទាវនេះស្លៀកពាក់នេះឈ្មោះម៉ាកនេះកាបូបម៉ាកនេះតម្លៃប៉ុណ្ណេះ10000បានកាយស្លៀកពាក់ដូចសំផឹងអញ្ចឹងនៅក្នុងភ្នែកមនុស្សជោគជ័យជាសម្រាមទេហើយឯងណាជំទាវចិត្តធေါ်ឯណាចេះទៅហ៎បើជំទាវចេះធ្វើបានជំទាវចិត្តធေါ်អីជំទាវដើរធ្វើបានកុំមកនេះប៉ុន្តែខ្មែរយើងឆោតណាឲ្យតែឃើញគេបន្តិចតួចហ្នឹងជំទាវចិត្តធေါ်មិនក៏មិនមើលខោអាវជីវិតរបស់វានឹងវារកស៊ីអីដែលបានលុយណាវារកស៊ីស្អីវាប្រកបរបរអីដែលវាមានលុយហ្នឹងលុយគឺបានមកពីបពពួកនឹងអំណាចខ្មែរយើងល្ងងដល់ថ្នាក់ប៉ុណ្ណឹងណាគេឲ្យមកកញ្ចប់ជួនកាលគេយកអាទឹកប្រឡោះលើគេលាបពីលើហ្នឹងបើយើងថាផ្អែមដែរអត់ចេះគិតសោះប្រជាជនអាមេរិកគេមិនគិតអញ្ចឹងទេណាគេមិនគិតអញ្ចឹងទេណាគេមិនគិតអញ្ចឹងទេបើត្រង់ហ្នឹងកលាច់ឲ្យបានផលដល់អាមេរិកអាហ្នឹងគេចាត់ទុកថាឈ្នះបើអត់បានផលអាមេរិកគេដកចេញមនុស្សគេពឹងទៅលើការខិតខំឆ្លៀសវៃឧបមាថាដូចគិតមែងអញ្ចឹងណាគេទៅសារវារកស៊ីវានៅអញ្ចឹងឥឡូវហ្នឹងមានជីបម៉ងណាមានវឌ្ឍនៈអីតារារះអានោះគេគិតអញ្ចឹងគេគិតពីភាពឆ្លាតវៃរបស់មនុស្សមកឯងអីជំទាវចិត្តធေါ်អីវារកស្អីបានបើលៀកពាក់នេះដូចសំផឹងហើយខំប្រឹងមកសេលោកជំទាវពាក់នេះម៉ាកនេះតម្លៃប៉ុណ្ណេះ10000បានកាយនឹងហើយជាភាពអន់នៃស្មារតីរបស់យើងទទួលស្គាល់នៅរបស់ដែលអត់មានប្រយោជន៍សម្រាប់យើងទេខ្ញុំមិនមែនទៅនេះទេប៉ុន្តែខ្ញុំឃើញខ្ញុំឆ្អើមចង់ងំខ្ញុំឃើញខ្ញុំមានដឹងវាជំទាវណាខ្ញុំស្មានថាវាសំផឹងដែរខ្ញុំថាតើម៉េចស្លៀកពាក់អីចឹងដល់ខ្ញុំមើលការស្លៀកពាក់ខ្ញុំប្រាប់ប៉ុនខ្ញុំថាខោអាវនឹងថ្លៃប៉ុន្តែមនុស្សអត់មានចរិតថ្លៃទេចរិតវាអត់ថ្លៃស្លៀកពាក់អាវថ្លៃ
អាហ្នឹងវាមិនត្រូវចរិតមនុស្សអញ្ចឹងទេស្អីឡាអញ្ចឹងទេនិយាយត្រង់ណាហើយខ្ញុំនិយាយហ្នឹងខ្ញុំអត់ចាញ់ឈ្មោះទេមិនបានអត់ខ្ញុំចាញ់ឈ្មោះបងប្អូនស្ដាប់ទៅយល់មិនយល់ទេខ្ញុំឆ្អើមណាខ្ញុំលឺសូរឯណាគេផ្សាយជំទាវចិត្តធរខ្ញុំឆ្អើមណាមួយនឹងមានបានចិត្តធរឯណាបើចិត្តដើរធ្វើអាហ្នឹងមានមកឯងស្អីចិត្តធរឯអញ្ចឹងនៅក្នុងសង្គមខ្មែរយើងគេជួលមនុស្សឲ្យប្រម៉ូទណាចុះនៅអាមេរិកដូចគ្នាមនុស្សខ្លះលះហាចអត់មាន credit នៅក្នុងសង្គមនេះបានគេប្រម៉ូទបានបន្តិចទៅប្រជាជនអាមេរិកគេបដិសេធទៅឧទាហរណ៍ដូចប្រពន្ធអាចំគួតមួយឈ្មោះអា Harry ប្អូនត្រូវជាកូនស្ដេចឆាលនេះប្រពន្ធវានឹងប្រម៉ូទច្រើនណាប៉ុន្តែប្រម៉ូទអត់ឡើងទេប្រម៉ូទឡើងតិចធ្លាក់ពីព្រោះវាអត់ពិតកាលណាអត់ពិតបើយូរប្រម៉ូទមិនឡើងវាអាងស្បែកវាថាអ្នកដែលមិនចូលចិត្តវាមកពីវាខ្មៅមិនមែនមកពីវាខ្មៅទេមកពីវាប្រម៉ូទអត់ឡើងនឹងប្រពន្ធណាមួយឈ្មោះអា Harry ណាដល់បានទេប្រម៉ូទអត់ឡើងដួលវាមានធ្វើអីដែលល្អចំពោះសង្គមប៉ុន្តែវាជួលប្រម៉ូទទៅឲ្យប្រម៉ូទវាប្រម៉ូទអត់ឡើងទេប្រម៉ូទអត់ឡើងរហូតដល់កងត្រាវាត្រូវគេលុបចោលអស់នឹងប្រពន្ធអាចំគួតហ្នឹងណាហើយអាចំគួតហ្នឹងជនជាតិអង់គ្លេសគេចាត់ទុកថាជាគោបាក់ស្នែងតែគេចាត់ទុកថាគ្រាន់តែមានឈាមជាកូន Diana និងស្ដេចឆាលទេប៉ុន្តែវាអត់មានអញ្ចឹងហើយបានប្រទេសអង់គ្លេសហ្នឹងគេឲ្យដកងារវាចឹងហើយបងវាលៀមហ្នឹងក៏ដើម្បីការពារនៅរាជានិយមរបស់គេសុកចិត្តកាត់វាចេញព្រោះវាគ្មានមយាទជាស្ដេចឃើញទេប្រម៉ូទអត់ឡើងទេនៅអាមេរិកក៏មានដែរគេមានប្រម៉ូទទៅគេប្រម៉ូទមនុស្សបន្តិចទៅធ្វើមនុស្សធម៌នេះទៅធ្វើមនុស្សប៉ុន្តែ fake ទេប្រជាជនអាមេរិកវាឆ្លាតគេអត់ជឿអញ្ចឹងគេអត់ជឿ Lina Oppo ហេតុអ្វីបានជាប្រេងនៅថ្លៃទៀតបើអាមេរិកបើកឲ្យទិញប្រេងរុស្ស៊ីហើយការចែកចាយឧទាហរណ៍តានិយាយហើយបន្ថែមបន្តិចណាកូនពូនិយាយហើយតែថែមបន្តិចណាលីណាឧទាហរណ៍ទៅកម្ពុជាត្រូវការទិញប្រេងចម្រាញ់រួចណាពីមុនប្រើប្រេងថៃប្រេងវៀតណាមដល់ឥឡូវហ្នឹងក៏ក្រោយមកប្រើប្រេងសិង្ហបុរីប្រេងម៉ាឡេកម្ពុជាអត់ទិញប្រេងឆៅទេអញ្ចឹងកម្ពុជាទិញប្រេងចម្រាញ់នៅពេលដែលជុំវិញកម្ពុជាអ្នកដែលអាចលក់ប្រេងអន្តរជាតិឲ្យកម្ពុជាបានសុទ្ធតែថ្លៃកម្ពុជាថ្លៃរីឯអ្នកដែលអាចទិញប្រេងពីរុស្ស៊ីបានក៏នៅតែថ្លៃដោយមូលហេតុអីឧទាហរណ៍ចិនហើយនិងរុស្ស៊ីជាប់គ្នាព្រំដែនប៉ុន្តែបំពង់បង្ហូរប្រេងអត់គ្រប់សេចក្តីត្រូវការរបស់ចិនទោះបីចិនដាក់1000ឡានក្នុង1នាទីក៏ចិនគ្មានឡានទៅដឹកដែរអញ្ចឹងអា pipeline របស់រុស្ស៊ីចិនវាផ្ដល់ឲ្យចិនអត់គ្រប់គ្រាន់ចិនឡើងថ្លៃដាក់តនេះរីឯឥណ្ឌាដែលទិញប្រេងពីរុស្ស៊ីយើងមើលផែនទីតើត្រូវចំណាយរយៈពេលប្រហែលណាបន្តមកទីប្រទេសដទៃដែលទិញប្រេងពីរុស្ស៊ីតែប្រទេសមួយសូម្បីតែជាប់ព្រំដែនក៏ដោយបើអត់មាន pipeline ទៅដឹកឡានបន្តមកទៀតប្រទេសដែលត្រូវការប្រេងពីរុស្ស៊ីទាល់តែប្រទេសហ្នឹងមានសមត្ថភាពចម្រាញ់បើវាអត់មានសមត្ថភាពចម្រាញ់ធ្វើមិនបានប្រេងខ្ញុំចាក់តោះហ្នឹងហើយដែលធ្វើឲ្យប្រេងឡើងថ្លៃមិនមែនគ្រាន់តែទៅទិញប្រេងពីរុស្ស៊ីមកហ្នឹងប្រេងចុះថោកទេកូនឧទាហរណ៍គេយកប្រេងមកកប៉ាល់យកមកឲ្យកម្ពុជាគេយកមកឲ្យហ្មងប្រេងរុស្ស៊ីដឹកយកមកឲ្យហ្មងសួរថាហ៊ុនម៉ាណែតធ្វើអីកើតហើយស្អីរដ្ឋមន្ត្រីក្រសួងរតនៈឈ្មោះអីរតនៈគាត់ធ្វើអីកើតណាកម្ពុជាមានតែក្តោបអីទៅធ្វើអីកើតបើគេដឹកប្រេងមកកប៉ាល់មកឲ្យធ្វើអីកើតមួយខ្លួនគ្មានសមត្ថភាពចម្រាញ់តែបែរហ្នឹងយកទៅលក់ឲ្យគេដូច្នេះកូនឯងកុំគិតថាចេះប្រេងបើកដឹងតែថោកតាំងហើយកូនតាំងហើយសង្គ្រាមលើកនេះប្រេងនឹងឡើងថ្លៃអូស្មန်នឹងឡើងថ្លៃការខ្វះខាតសឹងតែពេញមួយឆ្នាំហើយបើសង្គ្រាមនៅអូបន្លាយវាចូលដល់ឆ្នាំ27យើងមានបញ្ហាទៀតប្រេងវាអាចចុះបន្តិចតែវានៅតែឡើងថ្លៃពីព្រោះវិបត្តិណាហើយកុំភ្លេចជួនកាលអាសង្គ្រាមហ្នឹងគេធ្វើសង្គ្រាមឲ្យប្រេងឡើងថ្លៃដើម្បីគេយកចំណេញអាត្រមគេធ្លាប់និយាយឲ្យថាណែវាយមួយថ្ងៃប្រេងឡើងថ្លៃចំណេញអាមេរិកណែវានិយាយលេងអញ្ចឹងជួនកាលទៅប្រេងឡើងថ្លៃវាជាសេដ្ឋកិច្ចប្រេងណាយើងចាប់អារម្មណ៍ថាហ្នឹងជាសង្គ្រាមប៉ុន្តែអ្នកដែលគិតពីចំណេញនឹងខាតជាមុខរបរណាមុខរបរ